ហើយរាល់ថ្ងៃនេះយើងដឹងច្បាស់ទៀតថាហ៊ុនសែនរបបហ៊ុនសែនរបបម៉ាហ្វៀនេះរស់បានដោយសារចរន្តលុយខ្មៅដោយសារពាណិជ្ជកម្មដោយសារទំនាក់ទំនងអន្តរជាតិចុះបើសិនជាយើងអាចផ្ដាច់អាទំនាក់ទំនងអន្តរជាតិហើយការតែផ្ដាច់ទំនាក់ទំនងអន្តរជាតិមិនមែននៅគេផ្ដាច់ទេអានេះខ្ញុំនិយាយការពិតមិនមែនយើងនៅគេផ្ដាច់ទេជួនកាលប្រទេសខ្លះដូចស៊ីអែតចឹងប្រទេសខ្លះហ្នឹងគេមិនអាចបន្តឬក៏ស៊ូទ្រាំតទៅទៀតនៅអ្វីដែលជាការខំប្រឹងប្រែងរបស់គេដើម្បីបញ្ចុះបញ្ចូលដើម្បីចរចារកលទ្ធភាពសម្របសម្រួលបរិយាកាសរបបនយោបាយឲ្យវិលមកប្រជាធិបតេយ្យឡើងវិញបានអីចឹងនិយាយដដែលទៅគេធុញគេត្រង់គេក៏ដកទូតចេញពីកម្ពុជាក៏ប៉ុន្តែនៅប្រទេសជាច្រើនទៀតជាពិសេសគឺប្រទេសហត្ថលេខារបស់សន្ធិសញ្ញា$23ប្រទេសអូស្ត្រាលីក៏ដោយប្រទេសបារាំងក៏ដោយសហរដ្ឋអាមេរិកក៏ដោយចក្រភពអង់គ្លេសក៏ដោយប្រទេសកាណាដាក៏ដោយប៉ុន្តែកាណាដាអត់មានទូតនៅហ្នឹងទេមានតែក្រៅអញ្ចឹងយើងមើលប្រទេសធំហ្នឹងហើយប្រទេសណាទៀតប្រទេសជប៉ុនប្រទេសកូរ៉េយើងរាប់សឹងតែគ្រប់ប្រទេសសំខាន់យើងរាប់សឹងតែគ្រប់ប៉ុន្តែអ្នកនយោបាយដែលប្រឆាំងជាមួយហ៊ុនសែនណាដែលបានប្រឹងប្រើប្រាស់ពេលវេលាដើម្បីទៅចងសម្ព័ន្ធភាពជាមួយនឹងប្រទេសដែលជាម្ចាស់ហត្ថលេខាហ្នឹងឲ្យដឹងថាប្រទេសកម្ពុជាត្រូវហ៊ុនសែនរំលាយនឹងកំទេចអរិញស្មារតីរបស់សន្ធិសញ្ញាហើយយើងត្រូវការជួយពីម្ចាស់ហត្ថលេខាហ្នឹងដើម្បីរំដោះកម្ពុជាឲ្យមានសេរីភាពឡើងវិញយើងដែលបានធ្វើយុទ្ធនាការអង្វរគេឬក៏បង្ហាញគេមិនថាអង្វរតែបង្ហាញគេយកផុសតាងទាំងអស់ទៅធ្វើគេហៅថាសវនាការនៅសភារបស់ប្រទេសទាំងអស់ហ្នឹងអូស្ត្រាលីក៏ដោយអាមេរិកក៏ដោយកាណាដាក៏ដោយជប៉ុនក៏ដោយកូរ៉េក៏ដោយយើងមានបានប្រឹងប្រែងយ៉ាងហ្នឹងហើយផុសតាងដែលគេចាប់សំបីតែមេគណៈបក2 3ទៅដាក់គុកចោលហ្នឹងណាយើងមិនដែលបានយកអាសំណុំរឿងទាំងអស់ហ្នឹងទៅសុំឲ្យគេស្ដាប់យើងម្ដងឧទាហរណ៍ថាសុំរដ្ឋាភិបាលកាណាដាសុំម្ដងមិនបានសុំម្ដងទៀតសុំម្ដងមិនបានសុំម្ដងទៀតប្រកាសជាសាធារណៈប្រកាសជាឯកគេហៅថាជាសម្ងាត់ឬក៏រកលទ្ធភាពអ្នកជំនាញ lobby ណាដែលគេមានតំណែងជាមួយនឹងរដ្ឋាភិបាលណាសូមជួយឲ្យគេស្ដាប់នៅរបាយការណ៍យើងជាផ្លូវការម្ដងកម្ពុជាហ្នឹងណាត្រូវបានរបបហ៊ុនសែនរបបម៉ាហ្វៀហ្នឹងរំលោភបំពានឬក៏យើងហៅថាស្អីកំទេចនៅបរិយាកាសប្រជាធិបតេយ្យហ្នឹងតាំងពីថ្ងៃណាយើងមានបានធ្វើទេរយៈពេលប្រហែលឆ្នាំកន្លងមក